សម្រាប់ញោមស្លឹកត្រចៀកជ្រូកមួយមុខនេះយើងលាយរសជាតិធ្វើម៉េចឲ្យរៀងដិតបន្តិចមកណាបងប្អូនជាពិសេសគឺរសជាតិបែបជូរហឹរប្រៃផ្អែមនឹងតែម្ដងគួបផ្សំយើងលាយបន្លែមានតាំងពីស្ពៃក្តោបស្វាយស្ពៃក្តោបសការ៉ុតម្ទេសធំផ្កាថ្មហើយជាពិសេសមានតាំងពីបង្គាហើយបើសិនជាមានជើងមាន់ដាក់បន្ថែមទៀតគឺរឹតតែឆ្ងាញ់តែម្ដងហើយចំពោះរសជាតិនឹងបងប្អូនពេលដែលយើងធ្វើហើយចង់ញ៉ាំជាមួយបាយក៏ឆ្ងាញ់ឬក៏បងប្អូនចង់ធ្វើជាប្រភេទគ្រឿងក្លែមក៏កាន់តែត្រូវដូចគ្នាដែរចំពោះស្លឹកត្រចៀកជ្រូកនាងខ្ញុំយកទៅស្ងោរសិនហើយការស្ងោរនេះនាងខ្ញុំដាក់គ្រឿងក្រៅមួយមុខបន្តិចដើម្បីឲ្យសាច់ជ្រូករបស់យើងមានជាតិបន្ទាប់ពីយើងស្ងោរឆ្អិនហើយនាងខ្ញុំស្រង់ទុកឲ្យត្រជាក់ដើម្បីងាយស្រួលក្នុងការហាន់ហើយងាកមកមើលការលាយទឹកត្រីរបស់ខ្ញុំវិញណានាងខ្ញុំប្រើទឹកត្រី3ស្លាបព្រាបាយម្ទេសនិងខ្ទឹម1ស្លាបព្រាបាយកន្លះស្ករស2ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេម្សៅស៊ុប1ស្លាបព្រាកាហ្វេទឹកប្រេងខ្យង1ស្លាបព្រាបាយហើយនិងក្រូចឆ្មា2ផ្លែបន្ទាប់ពីយើងដាក់គ្រឿងក្រៅចូលសព្វគ្រប់អស់ហើយយើងកូរឲ្យគ្រឿងរបស់យើងហ្នឹងคล้ายជាល្បាយតែមួយសិនណាបន្ទាប់មកយើងចាប់ផ្ដើមរៀបចំទៅលាយគ្រឿងផ្សំយើងនឹងចូលញាំណាបងប្អូនសម្រាប់គល់ល្ក្រៃនិងស្លឹកក្រូចគឺយើងហាន់ជាចំណិតស្ដើងអញ្ចឹងមកហើយខ្ទឹមក្រហមយើងចិតជាចំណិតស្ដើងរួចយើងចាក់ទឹកត្រីដែលយើងបានលាយទុកមិញហ្នឹងចូលទាំងអស់តែម្ដងបន្ទាប់មកទៅនាងខ្ញុំដាក់សាច់ជាមួយនឹងបន្លែចូលតាមក្រោយសម្រាប់បន្លែនាងខ្ញុំចិតជាចំណិតស្ដើងអញ្ចឹងនៅពេលដែលយើងញ៉ាំទៅចូលជាតិជាមួយនឹងគ្រឿងបានល្អណាបងប្អូនជាពិសេសផ្កាថ្មនេះបងប្អូននៅពេលដែលយើងញ៉ាំជាមួយនឹងញាំហ្នឹងនិយាយពីថាចាប់ជាតិគ្នាល្អខ្លាំងមែនតែនហើយចុងក្រោយបងប្អូនកុំភ្លេចបន្ថែមសណ្តែកដីដើម្បីឲ្យញាំរបស់យើងមានរសជាតិរឹតតែឆ្ងាញ់ជាពិសេសនៅពេលដែលយើងញ៉ាំទៅប៉ះសណ្តែកដីនិយាយពីថារសជាតិឡើងខ្ទិះឆ្ងាញ់ហ្មងណាបងប្អូនបន្ទាប់មកយើងរៀបដាក់ចានដើម្បីត្រៀមទុកញ៉ាំណាបងប្អូនហើយសម្រាប់ញាំស្លឹកត្រចៀកជ្រូកមួយមុខនេះបើបងប្អូនចង់ធ្វើឲ្យមានរសជាតិឆ្ងាញ់បងប្អូនលាយទឹកត្រីឲ្យរសជាតិរៀងដិតបន្តិចមកណាជាពិសេសគឺរសជាតិប្រៃផ្អែមជូរហឹរនឹងតែម្ដងណាបងប្អូនតែបើបងប្អូនអត់សូវចូលចិត្តហឹរទេដាក់តាមការចូលចិត្តឥឡូវការបង្ហាញពីមុខម្ហូបញាំស្លឹកត្រចៀកជ្រូករបស់នាងខ្ញុំបានបង្ហាញជូនបងប្អូនរួចរាល់អស់ហើយបងប្អូនកុំភ្លេចធ្វើញ៉ាំណា